សួស្តីអ្នកនរគ្នាតើអ្នកដឹងទេថា Hello. VPN អាចជួយការពារអត្តសញ្ញាណអនឡាញរបស់យើងក៏ដូចជាជួយឲ្យយើងអាចចូលប្រើប្រាស់ website ដែលត្រូវបានយល់ដឹងតើ VPN គឺជាអ្វី VPN ឬក៏មកពីពាក្យពេចន៍ថា Virtual Private Network វាគឺជាប្រភេទនៃ network ដែលពង្រីកបណ្ដាញឯកជនឆ្លងកាត់តាមបណ្ដាញសាធារណៈដូចជាអ៊ីនធឺណិតនិងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ផ្ញើនិងទទួលទិន្នន័យដូចជាឧបករណ៍កុំព្យូទ័ររបស់ពួកគេត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងបណ្ដាញឯកជនជារួមវាបង្កើតជាផ្លូវរួមក្រោមដីដែលមានសុវត្ថិភាពនិង encrypt ឬក៏បំលែងព័ត៌មានរបស់យើងទៅជាភាសាកូដរវាងឧបករណ៍របស់យើងនិង VPN server បិទបាំងអាសយដ្ឋាន IP របស់យើងនិង encrypt ចរាចរណ៍អ៊ីនធឺណិតរបស់យើងវាធ្វើឲ្យភាគីទី3ពិបាកតាមដានសកម្មភាពអនឡាញរបស់យើងដូចជាលួចយកទិន្នន័យរបស់យើងតើ VPN ដំណើរការដូចម្តេចនៅពេលដែលយើងភ្ជាប់ទៅ VPN ចរាចរណ៍អ៊ីនធឺណិតរបស់យើងត្រូវបានបញ្ជូនតាមផ្លូវរួមក្រោមដីដែលបាន encrypt ទៅកាន់ម៉ាស៊ីនមេនៃ VPN ម៉ាស៊ីនមេនេះដើរតួជាប្រការីរវាងឧបករណ៍របស់យើងនិងគេហទំព័រឬក៏សេវាកម្មដែលយើងកំពុងចូលប្រើហើយនេះគឺជាការវិភាគនៃដំណើរការរបស់ VPN មួយគឺ connection request គឺឧបករណ៍របស់យើងចាប់ផ្ដើមតភ្ជាប់ទៅម៉ាស៊ីនមេនៃ VPN ទី2គឺ authentication ដែលម៉ាស៊ីនមេនៃ VPN ទៀងទាត់អត្តសញ្ញាណរបស់យើងដោយធានាថាយើងត្រូវបានអនុញ្ញាតឲ្យចូលប្រើប្រាស់សេវាកម្មទី3គឺ encryption នៅពេលដែលបានទៀងទាត់ទិន្នន័យទាំងអស់បានបញ្ជូនរវាងឧបករណ៍របស់យើងនិងម៉ាស៊ីនមេនៃ VPN ត្រូវបាន encrypt ឬក៏បំលែងទៅជាភាសាកូដដែលធ្វើឲ្យវាមិនអាចអានបានចំពោះនរណាម្នាក់ដែលលាក់ចាប់ចរាចរណ៍នៃទិន្នន័យរបស់យើងឬក៏លួចយកទិន្នន័យរបស់យើងបានឡើយទី4គឺ IP masking តែអាសយដ្ឋាន IP ពិតប្រាកដរបស់យើងត្រូវបានលាក់ហើយត្រូវបានដល់អាសយដ្ឋាន IP របស់ម៉ាស៊ីនមេនៃ VPN វាធ្វើឲ្យវាលេចឡើងដូចជាអ្នកកំពុងតែរករកទីតាំងនៃម៉ាស៊ីនមេនៃ VPN ទី5គឺ data transmission ទិន្នន័យដែលបាន encrypt របស់យើងត្រូវបានផ្ញើទៅកាន់ម៉ាស៊ីនមេនៃ VPN ដែល decrypt វាឬក៏បំលែងជាភាសាកូដទៅជាព័ត៌មានដែលអាចអានបាននិងបញ្ជូនវាទៅកាន់គោលដៅដែលបានគ្រោងទុកឧទាហរណ៍ដូចជាគេហទំព័របន្ទាប់មកទៀតការឆ្លើយតបពីគេហទំព័រត្រូវបាន encrypt ដោយម៉ាស៊ីនមេនៃ VPN ហើយផ្ញើត្រឡប់មកវិញនៅឧបករណ៍របស់យើងប្រភេទនៃ VPN អាចត្រូវបានចាត់ថ្នាក់ដោយផ្អែកទៅលើការអនុវត្តនិងគោលបំណងរបស់ពួកគេហើយខាងក្រោមនេះគឺជាប្រភេទនៃ VPN ទូទៅមួយចំនួនដែលត្រូវបានប្រើទី1គឺ Remote Access VPN នេះគឺជាប្រភេទ VPN ទូទៅបំផុតដែលប្រើដោយបុគ្គលនិងអាជីវកម្មដើម្បីភ្ជាប់ដោយសុវត្ថិភាពទៅលើបណ្ដាញឯកជនពីទីតាំងដាច់ស្រយាលវាអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចូលប្រើធនធាននៅលើបណ្ដាញឯកជនដូចជាឯកសារកម្មវិធីម៉ាស៊ីនបោះពុម្ពប្រសិនបើពួកគេមានវត្តមាននៅលើបណ្ដាញទី2គឺ Site to Site VPN ដែលជា VPN ភ្ជាប់បណ្ដាញពីរឬច្រើនជាមួយគ្នាដែលអនុញ្ញាតឲ្យយើងទំនាក់ទំនងប្រកបដោយសុវត្ថិភាពតាមអ៊ីនធឺណិត VPN នេះជារឿយៗត្រូវបានប្រើប្រាស់ដោយអាជីវកម្មដែលមានទីតាំងច្រើនដើម្បីបង្កើតបណ្ដាញបង្រួបបង្រួមមួយទី3គឺ Personal VPN ដែលត្រូវបានគេស្គាល់ផងដែរថាជា Customer VPN គឺជាសេវាកម្មដែលផ្ដល់ VPN ដល់អ្នកប្រើប្រាស់ម្នាក់ៗ VPN ទាំងនេះត្រូវបានរចនាឡើងដើម្បីការពារឯកជនភាពសុវត្ថិភាពលើអ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ដោយ encrypt ចរាចរណ៍អ៊ីនធឺណិតរបស់ពួកគេនិងបិទបាំងអាសយដ្ឋាន IP របស់ពួកគេទី4គឺ SSL VPN ឬក៏មកពីពាក្យពេចន៍ថា Secure Socket Layer ដែលប្រើការ encrypt SSL និង TLS ដើម្បីការពារទំនាក់ទំនងឧបករណ៍របស់អ្នកប្រើប្រាស់និងម៉ាស៊ីនមេនៃគេហទំព័រ VPN ទាំងនេះត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីផ្ដល់នូវការចូលប្រើប្រាស់សុវត្ថិភាពទៅកាន់កម្មវិធីនិងសេវាកម្មដែលមានមូលដ្ឋានលើបណ្ដាញសារៈប្រយោជន៍នៃការប្រើប្រាស់ VPN ទី1គឺការពង្រឹងសុវត្ថិភាព VPN encrypt ចរាចរណ៍អ៊ីនធឺណិតរបស់យើងការពារពីពួក hacker និងអ្នកលួចចូលស្ដាប់នេះមានសារៈសំខាន់ជាពិសេសនៅពេលដែលយើងប្រើបណ្ដាញ Wi-Fi សាធារណៈដែលជារឿយៗមិនមានសុវត្ថិភាពទី2គឺឯកជនភាព VPN បិទបាំងអាសយដ្ឋាន IP របស់យើងធ្វើឲ្យវាកាន់តែពិបាកសម្រាប់គេហទំព័រនិងអ្នកផ្សាយពាណិជ្ជកម្មនៅក្នុងការតាមដានសកម្មភាពលើអ៊ីនធឺណិតរបស់យើងវាអាចជួយការពារឯកជនភាពរបស់យើងនិងទប់ស្កាត់ការផ្សាយពាណិជ្ជកម្មទី3គឺការរឹតបន្តឹងភូមិសាស្ត្រ VPN អនុញ្ញាតឲ្យអ្នកចូលប្រើមាតិកាត្រូវដាក់កម្រិតនៅក្នុងទីតាំងភូមិសាស្ត្ររបស់យើងតាមរយៈការភ្ជាប់ទៅម៉ាស៊ីនមេ VPN នៅក្នុងប្រទេសផ្សេងយើងអាចរំលងការរឹតបន្តឹងទាំងនេះនិងចូលប្រើខ្លឹមសារដូចជាអ្នកនៅក្នុងប្រទេសនោះដែរទី4គឺសុវត្ថិភាពនៃការចូលប្រើប្រាស់ពីចម្ងាយ VPN ផ្ដល់នូវមធ្យោបាយសុវត្ថិភាពនៅក្នុងការប្រើបណ្ដាញឯកជនពីទីតាំងដាច់ស្រយាលនេះគឺចាំបាច់សម្រាប់អាជីវកម្មដែលត្រូវការអនុញ្ញាតឲ្យបុគ្គលិកធ្វើការពីផ្ទះឬ on the road ទី5គឺការការពារទិន្នន័យ VPN អាចជួយការពារទិន្នន័យរបស់យើងពីការលាក់ចាប់ដោយអ្នកព្យាបាទឬក៏ hacker នេះមានសារៈសំខាន់ជាពិសេសនៅពេលដែលយើងបញ្ជូនព័ត៌មាន sensitive ដូចជាទិន្នន័យហិរញ្ញវត្ថុឬក៏ព័ត៌មានផ្ទាល់ខ្លួនផ្សេងៗ